ជំរាបសួរលោកយាយចាអញ្ញាសុំស្គាល់ឈ្មោះផងលោកយាយអូនមុនចាហើយបច្ចុប្បន្នណាលោកយាយកៅផ្លាយហើយទីនេះគេហៅភូមិឃុំអ្វីដែរលោកយាយភូមិពេជ្រច័ន្ទភូមិពេជ្រដើមច័ន្ទចានៅខាងចាស្រុកកំពង់ចាមខេត្តកំពង់ចាមណាចាហើយលោកយាយមុននឹងប្រើប្រាស់ផលិតផលពីហូបនេះលោកយាយឈឺអីខ្លះដែរអានេះមុនលេបផឹកអាហ្នឹងនោះចាឈឺចាប់កាហាយតកកមួយថ្ងៃនឹងប្រហែលយូរទេចាវាឈឺបែបមិនវិញលោកយាយវាចុកវាកាប់វាកាហាយចាប់កាហាយពេញជើងតែចាបានតកកដាក់មកអែបមកចំណេះមកអញ្ចឹងណាត្រូវការស្អប់មានក្តៅមានអីទេលោកយាយអត់ក្តៅទេក្តៅទេតែវាកាហាយចាចុះមានឈឺឆ្អឹងខ្នងចង្កេះអីទេលោកយាយឈឺចង្កេះឈឺបែបម៉េចវិញលោកយាយឈឺចង្កេះហ្នឹងដាក់បូតដល់ពូកទៅអីទេណាតែលឿនញៀបអីចឹងវាឆ្អឹងហ្នឹងអូឈឺតាមឆ្អឹងហ្នឹងឈឺប្រហែលឆ្នាំលោកយាយយូរហើយ6-7ឆ្នាំហើយអូយូរដែរចា6-7ឆ្នាំហើយគាត់ឈឺតែគាត់ដើរមិនរួចហ្នឹងណាចា6-7ឆ្នាំហើយគាត់ដើរមិនរួចហ្នឹងចាចុះលោកយាយមានបញ្ហាអីផ្សេងក្រៅពីហ្នឹងទៀតទេអត់មានទេកាពះអីគាត់ធម្មតាទេធម្មតាអត់ដែរអីឈឺតែឡើងឈាមឡើងដមយាមដែរតែទឹកនោមផ្អែមអីអត់មានទេចាតែបងអាចជួយប្រាប់លម្អិតតិចពេលដែលបងមើលថែគាត់ឈឺប្រវត្តិអីគេខ្លះវេទនាណាវេទនាត្រង់ថាគាត់កុហកកាហាយអញ្ចឹងជើងគាត់ថាសឹកស្រែករហូតទឹករហូតអីជួយឲ្យគាត់ស្រោចអញ្ចឹងណាគាត់ស្រោចទៅបាត់កុហកកាហាយគាត់កាលណាបើមិនដាក់ទឹកហ្នឹងទេគាត់នៅកុហកកាហាយតើដាក់ទឹកហ្នឹងទៅមិនបាត់កុហកកាហាយគេខែអញ្ចឹងទៅផលិតផលខ្ញុំទិញអស់ហើយគុំមិនបាត់ដែរលេបទៅតែដល់អត់បាត់ទៅហើយទៅឈប់ទិញហើយឈប់ទិញប្រហែលជាមួយឆ្នាំជាងហើយឈប់ទិញហ្នឹងចាទទួលខ្ញុំអស់ទូរស័ព្ទមើលឃើញទៅថាគាត់នៅចរោគាត់ផ្សាយគាត់នេះអញ្ចឹងគេទៅសភាអញ្ចឹងទៅគាត់ថាគាត់បាត់គាត់លេបតាអស់តែ2គ្រាប់គាត់បាត់អញ្ចឹងណាខ្ញុំក៏ខ្ញុំក៏ជំរាបប្រាប់គាត់ថាម៉ែប្រសាឆ្នាំនេះម្ដងទៅតែគាត់ថាទិញសាកមើលទៀតទៅបើម្ដងហ្នឹងគាត់ដំបូងគាត់ព្រមទិញទេតែខ្ញុំថាសាកមើលទៅបើមិនបាត់ទេចាំឈប់ហើយឈប់ទិញមួយរហូតទទួលទិញមែនទិញទៅយកមកគាត់ប្រសាអស់តែ2គ្រាប់ដំបូងបាត់ដូចគេបេះមែន2គ្រាប់បាត់ចា2គ្រាប់គាត់ថាបាត់ហើយថ្នាក់មិនទុកគាត់ថាឈឺហ្មងបាត់ឈឺហ្មងលោកយាយបាត់គាត់ថាបាត់ដូចគេបេះហ្មងលេងមានស្អំតកទៀតហើយថាតាំងពីគាត់ប្រសាឆ្នាំហ្នឹងថ្ងៃណាអត់ដែលមានតកក្នុងទូទេឈប់ដាក់ហើយចាពេលយប់ឡើងអីលេងរំខានអត់ទាំងអស់ប្រឡប់មិនតាន់ឲ្យទៅចូលមុងស្រែឲ្យចៅយកតកឲ្យយកឲ្យគាត់4ដបទៅ5ដបគាត់អត់មានគេពូកបានទេបានថាលៀបចឹងទៅឲ្យតកនោះគាត់ដាក់តកកាលណាដាក់ពូកវាសើពូកអញ្ចឹងគាត់អត់មានការលៀបទេព្រោះចាំឲ្យស្រោចទឹកអត់ស្រោចទឹកស្រោចអីទៅស្អំអីចឹងទៅណាចាដល់ទៅពេលទទួលខ្ញុំទិញឆ្នាំនឹងបានទៅក៏គាត់ប្រសាទៅលេងកុហកហាយលេងអីទៅណាចាដល់លេងកុហកហាយគាត់ថាត្រូវហើយកូនបើត្រូវប្រសាទៅចាំខ្ញុំបើអត់មានលុយទិញខ្ញុំទៅប្រាប់អ្នករដ្ឋមន្ត្រីគេទិញឲ្យចាប្រើដំបងអត់តែ2គ្រាប់ដំបងតែ2គ្រាប់ទេបាត់ដូចគេបេះហ្មង2គ្រាប់ដំបងអត់ឆឹងបាត់ឆឹងហ្មងយាយដល់គាត់ពី2គ្រាប់មកគាត់ថារៀងកុហកហាយយាយប្រសាទៅឆ្នាំថ្លៃណាយាយភាសាឲ្យអស់តម្លៃទឹកលុយស្រួលភាសាទេគាត់ទូទេស្រាប់គាត់ភាសាទៅបាត់ឯងមកទៅណាចាអត់ដឹងថាបាត់ពេលណាដល់ណាអញ្ចឹងយើងដឹងអញ្ចឹងណាចាលោកយាយធ្លាប់តែទម្លាប់ឈឺត្អូនរាល់ថ្ងៃអាពេលបាត់ទៅអារម្មណ៍រំភើបទេលោកយាយរំភើបខ្លាំងហ៎រំភើបខ្លាំងអត់មានភូតចៅណាលោកយាយអត់មានភូតចៅណាភូតមិនទុំចាស់ចំណាស់ហើយបាត់ឈឺបាត់អីអស់លីងហើយចាអីសម្រាប់បងស្រីវិញពេលដែលគាត់រៀបគេងគាត់ប្អូនគាត់ត្អាយអញ្ចឹងពេលអារម្មណ៍ពេលដែលគាត់ឈឺនឹងជាអារម្មណ៍របស់ណាដល់លឺគាត់ជាអញ្ចឹងយើងដើរទៅណាគាត់ធោះដែរដើរសុបាយចិត្តបើគាត់ជាអញ្ចឹងណាចាបើគាត់អត់ជាទេអត់សុបាយចិត្តទេដើរទៅណាមិនសុខទេទៅណាក៏តែបានទៅឆ្ងាយគេដែរមើលមានពីណាមើលគាត់គេគប់ច្បាច់តែការគក់ច្បាច់អត់បានទេឈឺឆ្អឹងហ្នឹងបាក់ឆ្អឹងអូយឈឺណាកុំច្បាច់កុំប៉ះខ្យល់ដងអីកោសច្បាច់អត់ឲ្យយើងច្បាច់ទេហើយបើមានចង់ទៅណាអីចឹងទៅចាប់ចឹងបាក់ឆ្អឹងអញកុំចាប់បាក់ឆ្អឹងអញកុំចាប់កុំអីឥឡូវអត់អីធម្មតាវិញណាចៅចាប់បានណាអត់ឈឺទេណាអត់ឈឺទេអូខេអញ្ចឹងសម្រាប់លោកយាយផ្ទាល់ពេលដែលបានប្រើជាទៅអារម្មណ៍លោកយាយពេលហ្នឹងមិនដែរលោកយាយរំភើបខ្លាំងហ្មងណាខ្លាំងហើយនឹកស្មានថាបានជាទេមិនស្មានទេអត់នឹកស្មានទេអត់ស្មានថាជាទេព្រោះដូចថា70000ទៅ100000ទៅ90000ទៅដឹងទៅណាទាំងធ្លាប់ប្រើអស់ហើយចាចាហ
ហើយសម្រាប់ស្គាល់មកវីហូបហ្នឹងស្គាល់តាមเพจឬក៏តាមណាដែរចា qua Facebook អូ qua Facebook ចាតាម Facebook ពីថាតានៅចរោនោះគាត់អង្គុយក្រោយឡាននោះគាត់អង្គុយជិះម៉ានអញ្ចឹង ចា អង្គុយគាត់និយាយអីចឹងទៅខ្ញុំថាមិនជឿឯទេខ្ញុំដល់ស្ដាប់ទៅខ្ញុំអត់ដឹងថាផលិតផលឆ្នាំហ្នឹងឈ្មោះអីទៀតគាត់គ្រាន់តែនិយាយទៅអត់ដឹងមែន ចា ចាប់ដល់ទៅពេលគាត់ផ្សាយមើលទៅខ្ញុំមើលលេខទូរស័ព្ទឃើញតែសាក់មើលមិនចាញ់តែឯងតែសាក់មើលទៅ5ហ្នឹងចាញ់តែទៅសួរទៅជួបលោកគ្រូគាត់ប្រាប់អញ្ចឹងទៅខ្ញុំក៏ព្រមព្រៀងអញ្ចឹងចាំចាញ់ដល់រដ្ឋមន្ត្រីសិនចាចាំគេតែមកទៅទិញចាំទួបានទិញហ្នឹងទៅធ្វើឲ្យមកទៀតហ្នឹងតែឲ្យភាសាកាទៅខ្លាចតែគាត់មិននេះទេថាអត់ដាច់អញ្ចឹងណាចាឲ្យភាសាទៅបើថាខ្ញុំប្រាប់គាត់ថាមកគ្រាប់ទេភាសាទៅចាំបើថាអស់ចាំប្រាប់ទៀតទិញឲ្យទៀត ចាចាហើយសម្រាប់បងស្រីផ្ទាល់ក្នុងនាមជាកូនដែលឃើញសុខភាពគាត់ល្អជាបែបនេះមានពេលពេចអីផ្ដាំទៅកាន់បងប្អូនដែលគាត់មានម៉ាក់មានប៉ាដែលគាត់ឈឺបែបហ្នឹង ចាខ្ញុំសូមផ្ដាំផ្ញើឲ្យជួយទិញថ្នាំហ្នឹងទៅលេបគាត់ភាសាទៅឲ្យជាដូចម៉ែខ្ញុំចឹងស័ក្តិសិទ្ធិមែននិយាយឲ្យស្មោះកែមានពុទ្ធកុហកអេព្រោះគាត់ធ្លាប់កុហកកាហាយណាដល់ពេលឥឡូវគាត់បាត់មែនអត់ពុទ្ធកុហកបងប្អូនដែរនិយាយដោយស្មោះហ្មងចាចា អរគុណច្រើន ចា អរគុណលោកយាយណា ចាចា